សឹករងកំពង់ធំពាក់ស្លាលេខ15មកពីក្រុងស្ទឹងសែនបាទឥឡូវឃើញថាទូពីនេះជើងទី1បាទខ្លាខ្មៅមានជើងបារមីសឹករងទទួលបានជ័យជំនះឥឡូវជើងទី2បាទទូនេះទូមួយណានឹងទទួលបានជ័យជំនះបាទរៀនឡាជំនាញឆ្កេរៀនឡាត្រង់រៀនឡាត្រង់បាទរៀនឡាជំនាញឆ្កេកុំគិតចំណេញទៅគិតយើងបាទឥឡូវនេះបាទឃើញថាបាទខ្លាខ្មៅកំពុងតែមានព្រៀបបាទទៅលើរៀនឡាហើយបាទនៅជើងទី2នេះឃើញថាខ្សែទឹកក្រៅខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំបាទទទួលបានជ័យជំនះទៅលើរៀនឡាមហាមានជ័យបាទនៅជើងទី2យុវជនសម័យថ្មីបារមីស្រីសបាទឥឡូវនេះបាទគូពីនេះបាទជើងទី2នេះគូមួយណាទទួលបានជ័យជំនះនៅជើងទី2នេះបាទឥឡូវឃើញថាខ្សែទឹកក្រៅកម្លាំងសាមគ្គីយុវជនសម័យថ្មីបាទបារមីស្រីសបាទមានព្រៀបទៅលើស្រីសបណ្ឌិតបារមីពុះវែកបាទឥឡូវនេះឃើញថាពុះវែកបន្ថែមមួយពុះវែកបាទសកាអស់មកពុះបាទសកាអស់មកពុះបាទឥឡូវឃើញថានៅជើងទី2នេះបាទខ្សែទឹកក្រៅ